រឿងផាសនៅក្នុងស្បែកជើងវែងកាលពីព្រេងនាយមានយុវជនក្រីក្រម្នាក់ឈ្មោះថមដែលមានមរតកតែមួយគត់គឺឆ្មាដែលចេះនិយាយកុំបារម្ភឆ្មានិយាយដោយពាក់ស្បែកជើងវែងស្បែកភ្លឺចាំងគ្រាន់តែជឿខ្ញុំថមព្រិចភ្នែកឯងពាក់ស្បែកជើងកែងផាសងក់ក្បាលពិតណាស់ខ្ញុំមិនមែនឆ្មាទេUsain Bolt ដ៏ឆ្លាតវៃបានចេញដំណើរពាសពេញគោគាត់ចាប់ទន្សាយធំមួយមកថ្វាយស្តេចអំណោយពីម្ចាស់របស់ខ្ញុំគឺ Marquis of Carabas ផាសនិយាយដោយភ័រនិងបោចាប់ពីពេលនោះមកផាសបាននាំយកអំណោយជាច្រើនមកថ្វាយស្តេចដោយតែងតែអះអាងថាពួកគេមកពី Marquis ដ៏អស្ចារ្យនៃ Carabas ដែលគ្រាន់តែជាថមនៅក្នុងសម្លៀកបំពាក់ចាស់ប៉ុណ្ណោះថ្ងៃមួយពុះបានឬព្រះរាជានឹងជិះកាត់ជនបទជាមួយបុត្រីដ៏ស្រស់របស់ព្រះអង្គគឺព្រះនាងផាសប្រញាប់ប្រញាល់ទៅទន្លេដែលថមកំពុងងូតទឹកហើយស្រែកថាជួយម្ចាស់របស់ខ្ញុំកំពុងលង់ទឹករទេះរបស់ស្ដេចបានឈប់ឆ្មាំបានជួយលោកថមហើយស្ដេចក៏ឲ្យសម្លៀកបំពាក់ដ៏ល្អដល់គាត់អ្នកត្រូវតែជា Marquis ដ៏ល្បីល្បាញនៃ Carabas ព្រះនាងនិយាយដោយញឹមដោយអៀនខ្មាស់ថមញឿងឆ្ងល់បាទគឺខ្ញុំខណៈនោះខឹសបានរត់ឆ្ពោះទៅមុខប្រាសាទដ៏ធំដែលជាកម្មសិទ្ធិរបស់សត្វចម្លែកមួយខឹសសួរដោយស្លេកស្លាំងថាតើវាពិតទេដែលអ្នកអាចប្រែទៅជាសត្វណាមួយពិតណាស់យក្សស្រែកធ្ងោគឺមើលនេះមួយផ្លែតយក្សคล้ายជាតយៈបន្ទាប់មកជាដំរីដ៏ធំផាសបាននិយាយថាគួរឲ្យចាប់អារម្មណ៍ប៉ុន្តែតើអ្នកអាចប្រែទៅជាតូចទៅជាកណ្ដុរទេហាស្រួលណាស់ភឺយក្សប្រែទៅជាកណ្ដុរតូចមួយហើយស្នាប់ផាសទះកំភ្លៀងគាត់ឥឡូវនេះប្រាសាទនេះជាកម្មសិទ្ធិរបស់ខឹសនិងម្ចាស់របស់គាត់លុះស្ដេចយាងមកដល់ទ្រង់ភ្ញាក់ផ្អើលតើនេះជាប្រាសាទរបស់អ្នកមែនទេ Marquis ថមនៅតែស្ថិតក្នុងភាពតក់ស្លុតដែលថាមហេតុអីបានជាព្រះករុណាព្រះនាងយំហើយមិនយូរប៉ុន្មាននាងនិងថមបានរៀបការយ៉ាងសប្បាយរីករាយជាការពិតផាសបានក្លាយជាឆ្មាដ៏ថ្លៃថ្នូរហើយមិនត្រូវដេញសត្វកណ្ដុរម្ដងទៀតទេលុះត្រាតែគាត់ចង់សីលធម៌នៃរឿងភាពឆ្លាតវៃបន្តិចស្បែកជើងវែងល្អនិងមិត្តស្មោះត្រង់អាចទៅបានឆ្ងាយ